បាទតែបងប្អូនគ្នាបាទថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនតិចតទៅជាមួយនឹងប្រាស់ចិញ្ចោណាប្រាស់ចិញ្ចោតាមអាគារឬមួយក៏តាមបរិយាហ្នឹងហើយអញ្ចឹងសម្រាប់ប្រាស់ចិញ្ចោគឺយើងមានបែងចែកជា3ទី1ផ្នែកខាងឡានផ្នែកខាងម៉ូតូជាមួយនឹងប្រាស់ផ្លូវដើរណាហ្នឹងហើយអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនមួយតាមច្រកនីមួយៗណាបាទហ្នឹងហើយអញ្ចឹងខ្ញុំសូមបង្ហាញបងប្អូនតទៅជាមួយនឹងផ្នែកខាងឡានហ្នឹងហើយផ្នែកខាងឡានគឺយើងមានប្រាស់មួយបោះឡានយើងមានប្រាស់បូករួមជាមួយនឹងដៃថានេះប្រភេទដៃលបងណាបាទហើយយើងមានកាមេរ៉ាដើម្បីចាប់លេខឡានពេលចាប់លេខបានហើយវានឹងបើកប្រាស់នេះអូតូបន្តិចហ្មងហ្នឹងហើយហើយមួយទៀតតទៅជាមួយនឹងឧបករណ៍នេះគេហៅថាវីដេអូ intercom បូករួមជាមួយការ scan card ណាហ្នឹងហើយអញ្ចឹងយើងអាចវីដេអូ call ទៅអ្នកខាងក្នុងដើម្បីបើកបានជាមួយនឹង scan card ដើម្បីបើកប្រាស់យកហ្មងហ្នឹងហើយអញ្ចឹងឥឡូវមកគាត់ចេញហ្នឹងហើយមួយទៀតសម្រាប់ផ្នែកខាងម៉ូតូខាងម៉ូតូគឺយើងមានដូចគ្នាជាមួយនឹងប្រាស់ម៉ូតូណាប្រាស់ម៉ូតូមួយច្រកនេះទំហំវាដូចជា1ម៉ែត្រកន្លះទេហ្នឹងហើយប្រាស់ម៉ូតូសម្រាប់ច្រកម៉ូតូចេញចូលទៅអត់ឲ្យពាក់ព័ន្ធមួយប្រាស់ឡានទេយើងការពារសុវត្ថិភាពណាហើយប្រាស់ម៉ូតូយើងមានកាមេរ៉ានេះកាមេរ៉ាដើម្បីចាប់លេខម៉ូតូពីក្រោយនេះពេលម៉ូតូមកដល់នេះកាមេរ៉ាចាប់លេខហ្មងហើយប្រាស់បើកហើយមួយទៀតសម្រាប់ច្រកផ្លូវដើរក៏យើងមានប្រាស់ផ្លូវដើរមួយដែរហើយសម្រាប់ប្រាស់ផ្លូវដើរហ្នឹងដែរគឺយើងអាច scan មុខបានតាមឧបករណ៍មួយនេះហ្នឹងប្រើ AI scan មុខ scan card បានដើម្បីបើកប្រាស់នេះណាអញ្ចឹងដោយសារមុខខ្ញុំមិនតមកបញ្ចូលទេអញ្ចឹងខ្ញុំ scan card សិន scan card បើកប្រាស់បានអញ្ចឹងយើងអាចដើរចូលបានហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងក្រោយពេលដែលយើងបានរៀបចំប្រព័ន្ធទាំងអស់នឹងរួចរាល់ហើយគឺយើងមានសុវត្ថិភាពមែនទែនសម្រាប់ទីតាំងរបស់យើងណាមិនថាការធ្វើចរាចរណ៍ផ្នែកខាងឡានផ្នែកខាងម៉ូតូក៏ដូចជាផ្នែកផ្លូវដើរទេគឺមានសុវត្ថិភាពមែនទែនបាទគឺអត់អាចច្រឡំចូលគ្នាបានទេបាទហ្នឹងហើយអញ្ចឹងឡានគាត់ធ្វើចរាចរណ៍ផ្នែកខាងឡានម៉ូតូគាត់ធ្វើចរាចរណ៍ផ្នែកខាងម៉ូតូអញ្ចឹងណាបាទហើយសម្រាប់ផ្លូវដើរក៏គាត់ធ្វើចរាចរណ៍ផ្នែកខាងផ្លូវដើរដែរអញ្ចឹងអត់ឡំចូលគ្នាទេធ្វើឲ្យទីតាំងរបស់យើងគឺមានសុវត្ថិភាពល្អបាទទីចុងក្រោយបើសិនជាបងមានចម្ងល់អាចលាក់ក្នុង comment ក៏ដូចជា inbox ខ្ញុំផ្ទាល់បាន